តើអាចទេបញ្ឈប់នៅការត្អូញត្អែរចំពោះជីវិតនិងសួរខ្លួនឯងថាហេតុអ្វីជីវិតរបស់យើងមិនដូចគេឬក៏ថាហេតុអ្វីជីវិតរបស់យើងតែងតែមិនសមប្រកបក្នុងរឿងជាច្រើនការពិតទៅជីវិតរបស់យើងគឺសុទ្ធតែមានសោភ័ណភាពគ្រប់គ្នាខាងក្រោមនេះគឺជាតម្លៃបន្ថែមនៃគុណភាពជីវិតទី1គឺការក្រោកពីព្រលឹមហេតុអ្វីការក្រោកពីព្រលឹមគឺជាសោភ័ណភាពនៃជីវិតហេតុអ្វីចាំបាច់ត្រូវធ្វើវាមានមនុស្សជាច្រើនបានប្រើប្រាស់ពេលវេលានៃព្រឹកព្រលឹមរបស់ពួកគេនៅក្នុងដំណេកទោះបីជាពួកគេក្រោកពីដំណេកក៏ដោយក៏ប៉ុន្តែពួកគេមិនបានលើកចេញពីគ្រែឡើយពួកគេនៅទម្រុននៅលើគ្រែរបស់ពួកគេរហូតដល់ពេលថ្ងៃរះកាន់តែខ្ពស់ឡើងក៏មានដែរខណៈពេលដែលមនុស្សជាច្រើនផ្សេងទៀតបានប្រើប្រាស់ពេលវេលានៃព្រឹកព្រលឹមរបស់ពួកគេធ្វើកិច្ចការងារផ្សេងដូចជាការទៅធ្វើលំហាត់ប្រាណជាដើមប្រសិនណាបើយើងជាសិស្សពេលវេលានៃព្រឹកព្រលឹមរបស់យើងគឺជារឿងដ៏សំខាន់ខ្លាំងបំផុតដែលយើងអាចរំលឹកមេរៀនយើងអាចនឹងរៀបចំនៅសៀវភៅឬក៏រៀបចំនៅសម្ភារៈផ្សេងដែលចាំបាច់សម្រាប់ពេញមួយថ្ងៃរបស់យើងប្រសិនបើយើងជាអ្នកធ្វើការងារយើងក៏អាចត្រៀមរៀបចំឯកសារផ្សេងសម្រាប់កិច្ចប្រជុំឬក៏ជារបាយការណ៍បានប្រសិនបើយើងគឺជាអ្នកកីឡាយើងក៏អាចត្រៀមស្បែកជើងអាចត្រៀមខោអាវសម្រាប់ត្រៀមរត់កីឡាឬក៏លេងកីឡារបស់យើងតាមពិតទៅពេលព្រឹកព្រលឹមគឺជាពេលដ៏មនោរម្យខ្លាំងបំផុតយើងគួរតែក្រោកពីព្រលឹមឲ្យបានរៀងរាល់ថ្ងៃដើម្បីស្រូបយកនៅសោភ័ណភាពនៃពេលព្រឹកសោភ័ណភាពនៃពេលព្រឹកបូករួមជាមួយនឹងពន្លឺព្រះអាទិត្យផងក៏អាចធ្វើឲ្យជីវិតរបស់យើងស្រស់ស្រាយបានពេញមួយថ្ងៃផងដែរប្រសិនបើយើងមិនបានរៀបចំផែនការនៅក្នុងថ្ងៃរបស់យើងនោះទេយើងក៏មិនបានដឹងថាតើរឿងអ្វីដែលជារឿងដែលចាំបាច់ដែលយើងត្រូវធ្វើមុនគេនោះឡើយប៉ុន្តែការពិតទៅជាទម្លាប់របស់យើងប្រសិនបើយើងជាអ្នកធ្វើការច្បាស់ណាស់ផែនការឬក៏កិច្ចការទី1ដែលយើងតែងតែធ្វើគឺទៅធ្វើការងារទៅក្រុមហ៊ុនរបស់យើងគឺឬក៏ទៅការិយាល័យរបស់យើងប្រសិនបើយើងជាសិស្សគឺយើងទៅសាលារៀនប្រសិនបើយើងជាកម្មករគឺយើងទៅកន្លែងធ្វើការងាររបស់យើងក៏ប៉ុន្តែការពិតយើងអាចរៀបចំផែនការផ្សេងទៀតបន្ទាប់ពីកិច្ចការងារស្នូលរបស់យើងដូចជាការងារនៅក្នុងសាលារៀនការងារនៅក្នុងការិយាល័យឬក៏ការងារនៅកន្លែងការដ្ឋានជាដើមដូចជាកាលណាបើយើងបញ្ចប់កិច្ចការងារហើយតើយើងគួរតែធ្វើអ្វីដែលមានប្រយោជន៍បន្តទៀតគណៈពេលដែលមានមនុស្សជាច្រើនណាស់មិនបានរៀបចំផែនការរបស់ពួកគេឡើយពួកគេមិនបានដឹងថាតើបន្តអំពីកិច្ចការងារស្នូលរបស់ពួកគេត្រូវបន្តធ្វើអ្វីទៀតឡើយពួកគេអាចនឹងចេញទៅក្រៅជាមួយមិត្តភ័ក្តិរបស់ពួកគេដើម្បីផឹកស៊ីសប្បាយឬក៏ពួកគេអាចនឹងនៅផ្ទះដោយមិនបានរៀបចំធ្វើកិច្ចការងារដែលមានប្រយោជន៍បន្តទៀតប៉ុន្តែសម្រាប់មនុស្សដែលមានភាពជោគជ័យគឺតែងតែរៀបចំផែនការបានយ៉ាងច្បាស់លាស់បន្ទាប់ពីកិច្ចការស្នូលរបស់ពួកគេអាចនឹងចេញទៅខាងក្រៅស្វែងរកការងារបន្តបន្តិចបន្តួចឬក៏ពួកគេអាចនឹងរៀបចំសម្ភារៈឬក៏ពួកគេអាចនឹងរៀបចំសម្អាតផ្ទះរបស់ពួកគេរៀបចំនៅកៅអៅរត់សម្លៀកបំពាក់របស់ពួកគេជាដើមទាំងអស់គឺសុទ្ធតែជាផ្នែកនៃការរៀបចំផែនការប្រចាំថ្ងៃរបស់ពួកយើងបើតែជាសកម្មភាពតូចតាចប៉ុន្តែកាលណាបើយើងមិនមាននៅផែនការច្បាស់លាស់ទេសកម្មភាពទាំងអស់នោះក៏មិនអាចកើតឡើងបានឡើយបើវាកើតឡើងចេញពីការបដិញ្ញាចិត្តបើវាកើតឡើងចេញពីការរៀបចំនៅផែនការប្រចាំថ្ងៃរបស់យើងទី3គឺការចាប់ផ្ដើមភ្លាមតាមពិតទៅមានមនុស្សជាច្រើនណាស់ដែលដឹងថាពួកគេចង់ធ្វើអ្វីប៉ុន្តែបញ្ហាគឺពួកគេមិនបានចាប់ផ្ដើមភ្លាមឡើយកុំថាឡើយដល់កិច្ចការងារធំដុំដែលនាំទៅរកភាពជោគជ័យនៃជីវិតឬក៏នាំទៅរកភាពមានបានសូម្បីតែពេលខ្លះកិច្ចការងារតូចនៅនឹងផ្ទះក៏ដោយចុះដោយសារតែភាពទម្រុនដោយសារតែការពន្យាពេលដោយសារតែភាពខ្ជិលច្រអូសមិនបានធ្វើឲ្យពួកគេបានចាប់ផ្ដើមភ្លាមនៅកិច្ចការងារដែលគេត្រូវធ្វើឡើយសូម្បីតែពេលព្រឹកព្រលឹមដែលត្រូវបោកខោអាវសម្លៀកបំពាក់ពួកគេក៏មិនបានបោកនៅពេលព្រឹកព្រលឹមដែរពួកគេត្រូវពន្យាដល់ពេលថ្ងៃឬក៏សូម្បីតែពួកគេកំពុងតែបោកខោអាវក៏ដោយក៏ពួកគេហាក់ដូចជាបណ្ដែតបណ្ដោយបោកបណ្ដើធ្វើកិច្ចការងារផ្សេងបណ្ដើដូចជា scroll ចុះនៅតាមទូរស័ព្ទជាដើមហើយពួកគេមិនបានចាប់ផ្ដើមធ្វើភ្លាមឬក៏បង្ហើយកិច្ចការងារនោះឲ្យទាន់ពេលវេលាឬក៏នៅក្នុងពេលកំណត់ណាមួយឡើយ
ហើយដូច្នេះហើយនៅចំណុចទី3នេះការចាប់ផ្ដើមភ្លាមៗគឺការកែនៅទម្លាប់និងផ្នត់នៃគំនិតដែលយើងធ្លាប់មានពីមុនយើងត្រូវចាប់ផ្ដើមពីកិច្ចការងារតូចៗប្រសិនបើនៅក្នុងឆ្នាំនេះជាឆ្នាំដែលយើងតាំងចិត្តថាយើងត្រូវហាត់ប្រាណត្រូវតែចាប់ផ្ដើមនៅពេលនេះប្រសិនបើជាឆ្នាំដែលយើងចាប់ផ្ដើមថាយើងត្រូវតែសរសេរសៀវភៅឲ្យបានមួយក្បាលយើងត្រូវតែចាប់ផ្ដើមនៅពេលនេះហើយប្រសិនបើយើងចង់ចាប់ផ្ដើមចូលលេងកីឡាយើងក៏ត្រូវតែចាប់ផ្ដើមនៅពេលនេះប្រសិនបើយើងចង់រៀនសូត្រឬក៏ធ្វើអ្វីផ្សេងត្រូវតែចាប់ផ្ដើមនៅពេលនេះជាដាច់ខាតបើវាជាចំណុចតែមួយគត់នាំទៅរកភាពជោគជ័យនៅពេលអនាគតប្រសិនបើយើងមិនចាប់ផ្ដើមនៅពេលនេះទេពេលវេលានឹងអូសបន្លាយទៅមុខកាន់តែយូរបន្ថែមទៀតចំណុចទី4វិញគឺការបណ្ដុះឬក៏ការហ្វឹកហាត់ខ្លួនឯងនៅជំនាញថ្មីការដាក់បញ្ចូលនៅចំណេះដឹងថ្មីព័ត៌មានថ្មីនៅក្នុងខួរក្បាលរបស់ខ្លួនឯងដូចដែលយើងដឹងថារាងកាយត្រូវការអាហារខួរក្បាលក៏ត្រូវការអាហារដូចគ្នាដែរមនុស្សជាច្រើនបានយកចិត្តទុកដាក់ចំពោះរាងកាយរបស់ខ្លួនឯងបរិភោគអាហារល្អប៉ុន្តែពួកគេបែរជាមិនបានសម្អាតផ្លូវចិត្តរបស់ពួកគេឬក៏ខួរក្បាលរបស់ពួកគេពោលពេញទៅដោយភាពសុខស្មាញជាច្រើនគំនិតក៏មិនមានថ្មីចំណែកឯការអភិវឌ្ឍខួរក្បាលរបស់ខ្លួនឯងក៏មិនមានដែរហើយដូច្នេះហើយការចាប់យកនៅជ្រុងណាមួយនៃចំណេះដឹងនៅក្នុងពិភពលោកនេះហើយអភិវឌ្ឍវាជារៀងរាល់ថ្ងៃគឺជាកត្តាដ៏សំខាន់ខ្លាំងបំផុតសម្រាប់វឌ្ឍនភាពឆ្ពោះទៅរកភាពជោគជ័យយើងមិនអាចរៀននៅគ្រប់យ៉ាងទាំងអស់នៅក្នុងโลกនេះបានទេក៏ប៉ុន្តែយើងគ្រាន់តែអាចធ្វើដំណើរស្របគ្នាជាមួយនឹងការវិវត្តរបស់ពិភពលោកបានឧទាហរណ៍ជាក់ស្ដែងសម័យសពថ្ងៃគេចាប់ផ្ដើមយល់ដឹងជាច្រើនអំពីបញ្ញាសិប្បនិមិត្តហើយដូច្នេះហើយបើមានពេលក៏យើងអាចនឹងសិក្សាស្រាវជ្រាវបន្ថែមបន្តិចបន្តួចដើម្បីឲ្យចំណេះដឹងរបស់យើងមានភាពរីកចម្រើនបើសិនបើយើងជាអ្នកដោះស្រាយបញ្ហាយើងក៏គួរតែពង្រីកគំនិតតាមរយៈការអានសៀវភៅតាមរយៈការស្ដាប់រឿងផ្សេងដើម្បីប្រមូលផ្ដុំនូវគំនិតនិងប្រាជ្ញារបស់ខ្លួនឯងដើម្បីដោះស្រាយបញ្ហាទាំងអស់នោះជាពិសេសគឺនៅពេលយើងជួបប្រទះផ្ទាល់ខ្លួនផងទៀតបើថាមានតែគំនិតតែប៉ុណ្ណោះដែលជាកូនសោឬក៏ជាគន្លឹះនៃការដោះស្រាយបញ្ហាគ្រប់ប្រភេទនៅក្នុងជីវិតការរៀននៅជំនាញថ្មីមិនត្រឹមតែមិនខាតឡើយក៏ប៉ុន្តែគឺជាការរក្សានៅទិន្នន័យចាស់នៅក្នុងខួរក្បាលរបស់យើងផងជាការចាក់បន្ថែមនៅទិន្នន័យថ្មីនៅក្នុងខួរក្បាលរបស់យើងទៀតផងដែរចំណែកឯចំណុចចុងក្រោយគឺជាចំណុចដ៏សំខាន់ខ្លាំងបំផុតនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងគឺការសមាធិតាមពិតទៅការសមាធិគឺជាវិធីសាស្ត្រថ្មីមួយនាសម័យថ្មីក៏ទើបតែចាប់ផ្ដើមពេញនិយមផងដែរយើងត្រូវដឹងថាបន្ទាប់ពីកិច្ចការងារពេញមួយថ្ងៃរបស់យើងរាងកាយរបស់យើងក៏អស់កម្លាំងខួរក្បាលរបស់យើងក៏ស្ថិតនៅក្នុងកម្រិតនៃការប្រកាសអាសន្នមួយដែលយើងត្រូវការសម្រាកហើយដូច្នេះហើយរាងកាយទាំងមូលបានបិទប្រព័ន្ធនៃការទទួលយកនៅព័ត៌មានខាងក្រៅផ្សេងចំពោះព័ត៌មានពាក់ព័ន្ធទៅនឹងអ្វីដែលយើងបានកាត់ឡើងកាលពីថ្ងៃនោះក៏រាងកាយមិនបើកទទួលទៀតដែរដោយសារតែរាងកាយទទួលសញ្ញាពីខួរក្បាលថាគ្រប់យ៉ាងទាំងអស់គឺគ្រប់គ្រាន់ហើយពេញមួយថ្ងៃនេះដូច្នេះហើយពេលវេលាបន្ទាប់ពីកិច្ចការងារទាំងអស់នោះបានចប់ស្រេចបាច់ហើយអ្វីដែលនៅសេសសល់បន្ទាប់អំពីការចូលដំណេករបស់យើងគួរតែមានពេលវេលា15នាទីឬក៏20នាទីសម្រាប់ការធ្វើសមាធិសម្រួលផ្លូវដង្ហើមពិនិត្យមើលផ្លូវដង្ហើមរបស់ខ្លួនឯងរួចហើយចម្រាស់ចោលនៅគំនិតសៅហ្មងដែលយើងទទួលបានកាលពីថ្ងៃបើថាការដែលធ្វើសមាធិគឺជាវិធីនៃការចម្រាស់នៅមន្ទិលសាមញ្ញនៅក្នុងផ្លូវចិត្តជាពិសេសគឺភាពស្មុគស្មាញដែលយើងធ្វើពីថ្ងៃនេះឯងការរៀនដកដង្ហើមឲ្យវែងក៏ជាការដោះស្រាយនៅបញ្ហាផ្លូវចិត្តបានផងដែរដូច្នេះហើយសមាធិគឺមិនមែនត្រឹមតែជាថ្នាំពេទ្យសម្រាប់ខួរក្បាលនោះទេប៉ុន្តែក៏អាចនឹងធ្វើឲ្យរាងកាយប្រកបឡើងដោយភាពស្ងប់សុខផងដែរចំណុចទាំង5នេះគឺជាចំណុចបញ្ជាក់ថាយើងអាចធ្វើវាទៅបានប្រសិនបើយើងចង់កែប្រែខ្លួនឯងឲ្យក្លាយជាមនុស្សថ្មីចូលចាប់ផ្ដើមពេលនេះកុំចាប់ផ្ដើមថ្ងៃស្អែក